នៅពេលដែលអ្នកកំឡោះមេងបានចូលទៅដល់ភូមិស្រុករបស់គេនៅក្នុងពេលនោះគេមានចិត្តសង្វេគខ្លាំងណាស់ដោយសារតែគេបានឃើញស្រុកភូមិរបស់គេផ្លាស់ប្ដូរគ្រប់យ៉ាងតែម្ដងផ្ទះសម្បែងថ្មីត្បិតតែមានមនុស្សនៅក៏ប៉ុន្តែមើលទៅវាទ្រុឌទ្រោមហាក់ដូចជាមានអ្នកចេះអាគមណាម្នាក់ចូលមកលេងអាគមនៅក្នុងស្រុកភូមិរបស់គេអញ្ចឹងអ្នកនៅក្នុងភូមិនោះមានរូបរាងកាយស្គមហើយពួកគេសុទ្ធតែមានជំងឺគ្រប់គ្នាក្រោយពីនោះទៅអ្នកកំឡោះក៏បានធ្វើដំណើរចូលទៅដល់ផ្ទះស្របពេលនោះគេស្រាប់តែបានឃើញស្ត្រីចាស់ម្នាក់កំពុងតែប្រមូលអុសដាក់ចូលទៅក្នុងឈ្នាងរបស់គាត់អ្នកកំឡោះព្យាយាមសម្លឹងទៅតើនោះគឺជាអ្នកណាក្រោយមកទើបគេបានដឹងច្បាស់ថានោះគឺជាម្ដាយរបស់គេកាលពីមុនម្ដាយរបស់គេគាត់មានសាច់មានឈាមស្រស់ថ្លាខ្លាំងណាស់ក៏ប៉ុន្តែឥឡូវស្រាប់តែលោកអ៊ំស្រីផ្លាស់ប្ដូរសភាពคล้ายទៅជាស្ត្រីចាស់ទ្រុឌទ្រោមទៅវិញរូបរាងកាយស្គមម្យ៉ាងទៀតភ្នែកស្លក់កំឡោះបានរត់ចូលទៅស្របពេលនោះផងដែរអ្នកម្ដាយបានឃើញកូនប្រុសគាត់ព្យាយាមសម្លឹងសឹងតែមិនស្គាល់ពេលនោះអ្នកកំឡោះបាននិយាយថាម៉ែខ្ញុំមីងខ្ញុំមកដល់ផ្ទះហើយម៉ែពេលនោះអ៊ំស្រីក៏ចាប់ដើមសម្រក់ទឹកភ្នែកដោយសារតែគាត់នឹករលឹងទៅកាន់កូនប្រុសរបស់គាត់ខ្លាំងណាស់គ្រួសាររបស់គាត់គឺជាគ្រួសារអ្នកមានហើយគាត់បានឲ្យកូនប្រុសទៅសិក្សាមន្តអាគមពីលោកគ្រូម្នាក់ឈ្មោះថាសច្ចាំងធំក៏ប៉ុន្តែរយៈពេលច្រើនឆ្នាំមិនដែលបានលើដំណឹងកូនប្រុសនោះទេអ៊ំស្រីបានទម្លាក់អស់ទៅលើដីលន់សូប្រាវរួចឆោយបានស្ទុះស្រវាអោបកូនប្រុសទាំងចិត្តនឹករលឹងក្នុងពេលនោះអ៊ំស្រីបាននិយាយថាណែកូនប្រុសម៉ែនឹកកូនខ្លាំងណាស់តើកូនសិក្សាមន្តអាគមចប់ហើយមែនឬទេអ្នកកំឡោះក៏បានតបថាមែនហើយម៉ែខ្ញុំសិក្សាមន្តអាគមចប់ហើយឥឡូវនេះខ្ញុំវិលត្រឡប់មកកាន់ផ្ទះសម្បែងជួយមើលថែទៅកាន់ពុកម៉ែហើយចុះពុកគាត់ទៅណាទៅគ្រាន់តែអ្នកកំឡោះនិយាយដល់ត្រង់នេះសំឡេងក្អកខំចេញមកពីក្នុងផ្ទះរបស់គេក៏បានបន្លឺឡើងខណៈពេលនោះកំឡោះក៏បានសួរថាអ្នកម៉ែនៅក្នុងផ្ទះរបស់ជើងមានអ្នកណាឈឺថ្កាត់មែនឬទេក្នុងពេលនោះអ៊ំស្រីគាត់ក៏បាននិយាយថាណែគឺជាឪពុករបស់ឯងនឹងគាត់មានជំងឺធ្ងន់ធ្ងរខ្លាំងណាស់តោះកូនឪពុករបស់ឯងនឹកទៅកាន់ឯងខ្លាំងណាស់ប្រញាប់ចូលទៅជួបគាត់ទៅពុករបស់ឯងមើលទៅប្រហែលជាគ្មានសង្ឃឹមនោះទេគាត់ឈឺជាច្រើនថ្ងៃម្យ៉ាងទៀតហូបបាយហូបទឹកមិនបាននោះទេក្រោយពីនោះទៅអ្នកកំឡោះក៏បានស្ទុះឡើងទៅលើផ្ទះទាំងទឹកភ្នែកហូរជោកពេញមុខនាយមេឃបានចូលទៅដល់រួចឆោយក៏បានសំពះទៅកាន់ឪពុកដែលកំពុងតែសម្រានចំហមាត់នៅលើកន្ទេលខណៈពេលនោះមេឃក៏បាននិយាយថាលោកពុកខ្ញុំត្រឡប់មកវិញហើយពុកតើពុកឈឺអីទៅលោកអ៊ំគាត់ក៏បានតបថាណែតើជាអ្នកណាទៅណែម៉ែវាគេគឺជាអ្នកណាខ្ញុំមើលមិនច្បាស់នោះទេអ៊ំស្រីសម្រក់ទឹកភ្នែករួចហើយក៏បានចាប់ដៃប្តីរបស់គាត់ណែឪវានេះគឺជាមេឃកូនប្រុសរបស់ជើងនឹងឯងកូនប្រុសជើងដែលឯងបានផ្ញើទៅកាន់សច្ចាំងម្នាក់ឲ្យគេទៅសិក្សារៀនសូត្រមន្តអាគមនឹងឯងឥឡូវគេវិលត្រឡប់មកវិញហើយពេលនោះលោកអ៊ំក៏បានស្ទុះឡើងរួចឆោយគាត់ក៏បាននិយាយថា
ថាម៉េចនេះគឺជាមេឃកូនប្រុសពុកមែនឬទេកូនប្រុសនេះមេឃបានលើកឪពុកឡើងតិចរួចហើយគេនិយាយថាមែនហើយពងខ្ញុំវិលត្រឡប់មកវិញហើយចុះពុកហេតុអ្វីទៅបានជាមានជំងឺដល់ថ្នាក់នេះហេតុអ្វីក៏ពុកមិនទៅរកគ្រូពេទ្យឲ្យគេផ្សាយផ្សំថ្នាំសង្កូវជួយព្យាបាលពុកអមចៃដកដង្ហើមធំក្រោយមកគាត់និយាយថាណែកូនប្រុសអើយនៅទីកន្លែងនេះគ្មានគ្រូពេទ្យណាក៏ហ៊ាននៅនោះទេមួយរយៈនេះមិនដឹងជាយ៉ាងម៉េចនោះឡើយអ្នកស្រុកអ្នកភូមិចេះតែឈឺជាបន្តបន្ទាប់ហើយរឿងដែលសំខាន់នោះជំងឺគឺចម្លែកគ្មានគ្រូពេទ្យណាអាចព្យាបាលបាននោះទេម្យ៉ាងទៀតបើសិនជាមានគ្រូពេទ្យណាស្ម័គ្រចិត្តមកព្យាបាលទៅកាន់អ្នកភូមិគេនោះប្រកាសជាអាយុខ្លីពិតជាមិនខានណែឥឡូវនេះគ្រូពេទ្យគេបានចាក់ចេញពីស្រុកពីភូមិបាត់អត់ទៅហើយនៅសល់តែអ្នកភូមិតែប៉ុណ្ណោះដោយសារតែគេស្ដាយទ្រព្យសម្បត្តិផ្ទះសម្បែងដីអកេអកដែលបានបន្សល់ទុកពីដូនតាមកទើបពួកគេមិនសម្រេចចិត្តចាក់ចេញពីទីកន្លែងនេះណែកូនប្រុសឯងសិក្សារៀនមន្តអាគមចប់ហើយមែនឬទេបើសិនជាឯងចេះមន្តអាគមខ្លាំងក្លាឯងនៅទីកន្លែងនេះជួយទៅកាន់អ្នកភូមិទៅពុកសង្ស័យថាមានគ្រូមន្តអាគមចូលមករៀនត្បាតនៅទីកន្លែងនេះស្របពេលនោះអ្នកកំឡុងក៏បាននិយាយថាបាទពុកបានខ្ញុំមកលើកនេះខ្ញុំលែងធ្វើដំណើរទៅណាទៀតហើយខ្ញុំនឹងនៅមើលថែលោកពុកអ្នកម៉ែអមយ៉ៃហូរទឹកភ្នែកចេញតាមកន្ទុយភ្នែកតិចដោយសារតែគាត់មិននឹកស្មានថាគាត់បានជួបកូនប្រុសគាត់មុននឹងគាត់អស់ជីវិតនោះទេពេលនោះគាត់បាននិយាយថាកូនប្រុសមើលទៅពុកនៅឃើញមុខឯងមិនយូរនោះទេដោយសារតែពុកនេះមានអាការៈធ្ងន់ធ្ងរនៅក្នុងខ្លួនពុកសង្ឃឹមថាពេលដែលពុកលាចាក់លោកទៅឯងនឹងអាចជួយមើលថែម្ដាយរបស់ឯងហើយជាពិសេសនោះគ្រប់គ្រងទ្រព្យសម្បត្តិដ៏ច្រើនរបស់ជើងនេះជួយចែកទានទៅកាន់ជនក្រីក្របើសិនជាកូនមានសមត្ថភាពនោះអាចជួយទៅដល់អ្នកស្រុកអ្នកភូមិបានកូនជួយទៅមេឃបាននិយាយថាអត់ទេពុកមិនអីនោះទេខ្ញុំបានចូលមកដល់ទីកន្លែងនេះហើយណែខ្ញុំនឹងចាត់ការទៅកាន់ពពួកគ្រូដែលចង់មកធ្វើបាបទៅកាន់អ្នកស្រុកអ្នកភូមិនៅពេលដែលខ្ញុំធ្វើដំណើរមកនេះខ្ញុំបានឃើញថានៅក្នុងភូមិនេះមានសភាពខុសប្លែកហើយវាក៏ពោពេញទៅដោយចំហាយពពួកខ្មោចព្រាយដែរច្បាស់ណាស់ថាស្រុកភូមិរបស់យើងមិនមែនមានជំងឺកើតឡើងពីខ្យល់អាកាសឬក៏ជំងឺដែលបានកើតឡើងដោយឯងនោះទេខ្ញុំជឿជាក់ថានៅទីកន្លែងនេះប្រកាសជាមានគ្រូលេងអាគមពិតជាមិនខានស្របពេលនោះផងដែរអមចៃបាននិយាយថាអើកូនប្រុសបើសិនជាឯងអាចជួយទៅកាន់អ្នកភូមិបានឯងនេះប្រកាសជាបានកសលផលបន់ធំពិតជាមិនខានទេកូនប្រុសទោះបីជាពុកចង់មិនចឹងមកក៏ដោយក៏ពុកនៅសល់ឯងម្នាក់ដែលបានបន្តវងត្រកូលរបស់ជើងដែរខណៈពេលនោះកំឡោះរបស់ជើងក៏បាននិយាយថាលោកពុកហើយចុះពូយ៉នគាត់ទៅណាហើយអមចៃបាននិយាយថាលោកពូរបស់ឯងនោះគេឧស្សាហ៍ចូលទៅក្នុងព្រៃណែលើថាបាត់ខ្លួនអស់រយៈពេល2ថ្ងៃទៅហើយគេចេះថ្នាំសង្កូវបន្តិចបន្តួចគេចូលទៅក្នុងព្រៃដើម្បីត្រួសសម្បកឈើរកឫសឈើទាំងឡាយមកផ្សាយផ្សំថ្នាំជួយព្យាបាលមកកាន់ពុកនិងជួយទៅកាន់អ្នកភូមិគ្រប់គ្នាតាមមើលទៅថ្នាំសង្កូវរបស់គេនោះហាក់ដូចជាមានប្រសិទ្ធភាពខ្លះដែរក៏ប៉ុន្តែស្រាប់តែគេបាត់ខ្លួននៅក្នុងព្រៃទៅពុកពិតជាមានការងឿងឆ្ងល់ណាស់ឬក៏មានគេចាំចាត់ការគេនៅក្នុងព្រៃអ្នកកំឡោះបាននិយាយថាកុំបារម្ភពុកខ្ញុំធ្វើដំណើរចូលមកដល់ទីកន្លែងនេះហើយខ្ញុំមិនអោយអ្នកភូមិរបស់ជើងរងទុក្ខវេទនាទៀតនោះទេស្របពេលនោះគេក៏បាននិយាយថាឥឡូវនេះពុក
ម៉ែអ្នកទាំងពីរសម្រាប់សិនទៅខ្ញុំទៅរៀបចំដាំបាយដាំទឹកជូនអ្នកទាំងពីររួចហើយខ្ញុំនឹងធ្វើដំណើរទៅផ្ទះរបស់ពូយ៉នសាកសួរទៅកាន់ប្រពន្ធគាត់តែក្នុងពេលនោះអ៊ំស្រីបាននិយាយថាមិនអីទេកូនឯងទៅជួបជាមួយនឹងប្រពន្ធចន់ទៅតាមពិតទៅរឿងបាយទឹកអីនោះម៉ែក៏អាចដាំបានដែរសំខាន់គឺជំងឺឪពុកឯងបើសិនជាឯងអាចធ្វើដំណើរចូលទៅក្នុងព្រៃទៅរកលពូឯងឃើញណែប្រហែលជាមានសង្ឃឹមអាចជួយទៅកាន់អ្នកស្រុកនៅភូមិបានកុំលោះជើងមកដល់ផ្ទះមិនតនឹងបានឈប់ស្រួលបុលផងក្រោយមកក៏បានសំពះលាពុំដៃរួចឆោយធ្វើដំណើរទៅផ្ទះពូយ៉នដែលត្រូវជាលពូរបស់គេក្រោយពីគេទៅដល់ផ្ទះពូយ៉នស្រាប់តែបានឃើញកូនស្រីរបស់គាត់ចេញមកក៏ប៉ុន្តែកូនស្រីក្រមុំរបស់ពូយ៉ននោះមិនស្គាល់នាមេឃនោះទេដោយសារតែមេឃបានចាក់ចេញពីក្នុងភូមិនេះតាំងពីនាងនៅក្មេងៗម្លេះក្រោយពីនោះទៅបន្ទាប់ពីឃើញអ្នកកំឡោះជើងបានចូលទៅដល់នាងបាននិយាយថានេះម៉ែមានអ្នកណាម្នាក់កំពុងតែមកឈរមុខផ្ទះគាត់គឺជាអ្នកណាទៅពេលនោះប្រពន្ធពូយ៉នក៏បានដើរចេញមករួចហើយគាត់ក៏បានយកដៃបាំងថ្ងៃបន្តិចរួចក៏បានសួរទៅកាន់កូនស្រីថាកូនតើគេនៅណាទៅពេលនោះកំឡោះជើងក៏បានដើរចេញទៅរួចហើយគេក៏និយាយថាអ្នកមីងខ្ញុំគឺជាមីងខ្ញុំបានធ្វើដំណើរចូលមកកាន់ស្រុកភូមិវិញហើយនៅក្នុងពេលនេះខ្ញុំចង់ធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីទៅរកពូយ៉នតើពូយ៉នគាត់ប្រាប់ថាគាត់ទៅរកថ្នាំសង្កូវនៅម្ដុំណាទៅអ្នកមីងស្របពេលនោះផងដែរអ្នកមីងក៏ចាប់ដើមរន្ធត់ចិនហើយគាត់បាននិយាយថាមិនក្មួយមីងវិលត្រឡប់ចូលមកកាន់ស្រុកភូមិវិញហើយមែនឬទេណែក្មួយប្រុសមីងមិននឹកស្មានថាឯងវិលត្រឡប់ចូលមកដល់ស្រុកភូមិនៅក្នុងពេលនេះនោះទេណែកូនស្រីឯងឆាប់ទៅដុសទឹកត្រជាក់ក្តៅយកមកឲ្យបងប្រុសឯងមកគេនេះគឺជាមេឃឯងនឹងចាំបានទេណែការគេធ្វើដំណើរចាក់ចេញពីក្នុងស្រុកភូមិនេះឯងខ្ទង់ប្រហែលជាមានអាយុ8-9 ឆ្នាំនោះទេឲ្យលឿនឡើងកូនក្រោយពីនោះទៅស្រីក្រមុំបានសម្លឹងទៅកាន់អ្នកកំឡោះរួចហើយនាងក៏បានញញឹមហើយនាងក៏បានទៅដុសទឹកយកមកឲ្យអ្នកកំឡោះរបស់ជើងយកទឹកទៅឲ្យកំឡោះមេឃបណ្ដានាងញញឹមសម្លឹងទៅកាន់អ្នកកំឡោះបណ្ដាស្របពេលនោះមេឃបាននិយាយថាអ្នកមីងនេះគឺជាកូនស្រីអ្នកមីងមែនទេខ្ញុំដូចជាចង់ភ្លេចបាត់ទៅហើយការខ្ញុំចាក់ចេញពីផ្ទះទៅសិក្សារៀនមន្តអាគមនោះនាងនៅក្មេងនោះទេអ្នកមីងបានងក់ក្បាលតិចតិចហើយគាត់បាននិយាយថាមែនហើយក្មួយនេះគឺជាកូនស្រីរបស់មីងសម្បីតែនាងក៏ប្រហែលជាមិនចាំមុខឯងដែរដោយសារតែឯងចាក់ចេញពីស្រុកភូមិយូរណាស់មកហើយកាលនោះគេនៅក្មេងនោះទេណែកូនស្រីនេះគឺជាបងមីងដែលត្រូវជាកូនប្រុសរបស់អ៊ំចៃឯងសំពះជម្រាបសួរគេទៅពេលនោះនាងកំមុំក៏បានសំពះជម្រាបសួរទៅកាន់អ្នកកំឡោះមេឃរបស់ជើងក៏បាននិយាយថាម៉ែតែមករយៈឥឡូវពេញក្រមុំបាត់ទៅហើយណែអ្នកមីងអាចប្រាប់បានដែរឬទេតើពូយ៉នគាត់ចូលទៅក្នុងព្រៃម្ដុំណាទៅអ្នកមីងក៏ដកដង្ហើមធំក្រោយមកក៏និយាយថាក្មួយលោកពូរបស់ឯងធ្វើដំណើរចូលទៅក្នុងព្រៃនៅម្ដុំព្រៃធ្នង់ឯណោះរៀងឆ្ងាយពីទីកន្លែងនេះដែរដោយសារតែនៅទីកន្លែងនោះសម្បូរថ្នាំសង្កូវណែអ្នកមីងជាមួយនឹងកូនស្រីនេះអាចជៀសផុតពីជំងឺនៅក្នុងភូមិនេះបានដោយសារតែលោកពូរបស់ឯងផ្សាយផ្សំថ្នាំឲ្យពួកយើងហូបជារៀងរាល់ថ្ងៃបើមិនអញ្ចឹងទេប្រហែលជាមានអាការៈស្គមរីងរៃដូចជាអ្នកភូមិផ្សេងទៀតហើយដែរស្របពេលនោះកំឡោះបាននិយាយថាណៃមីងតើនៅក្នុងភូមិរបស់ជើងនេះមានអ្នកបាត់បង់ជីវិតប្រហែលជាប៉ុន្មានអ្នកហើយព្រោះមើលទៅនៅទីកន្លែងនេះមនុស្សម្នាហាក់ដូចជាទ្រុឌទ្រោមខ្លាំងណាស់អ្នកមីងក្រវីក្បាលហើយក៏បានតបថា
នៃក្មួយអារឿងមនុស្សបាត់បង់ជីវិតនោះអរ៉ុបភ្លេចទៅហើយមីងចាំមិនបាននោះទេណែមីងសង្ឃឹមថាក្មួយឯងចូលមកដល់ទីកន្លែងនេះនឹងអាចជួយទៅកាន់អ្នកស្រុកអ្នកភូមិរបស់ជើងបានណែឥឡូវរៀងថ្ងៃទៅហើយក្មួយធ្វើដំណើរទៅអ្នកកំឡោះគេក៏បានលេងអ្នកមីងរួចឆោយបានហូបទឹកនៅក្នុងផ្ទល់បន្ថែមទៀតហើយគេក៏បានធ្វើដំណើរចាក់ចេញពីទីកន្លែងនេះសំដៅទៅកាន់ព្រៃធ្នងទៅនាងក្រមុំដែលជាកូនស្រីរបស់ពូយ៉នចេះទៅលួចសម្លឹងទៅកាន់នាងមីងដោយសារតែនាងមិនធ្លាប់ឃើញអ្នកកំឡោះនេះហើយក៏មិននឹកស្មានថាកូនប្រុសរបស់អ៊ំចៃមានរូបរាងសង្ហាដល់ថ្នាក់នេះដែរនៅពេលនោះនាងក្រមុំក៏បាននិយាយទៅកាន់ម្ដាយថាម៉ែខ្ញុំឮតែអ៊ំចៃក៏និយាយថាគាត់មានកូនប្រុសតែខ្ញុំចាំមិនបានថាមុខរបស់គាត់យ៉ាងម៉េចនោះទេទើបតែថ្ងៃនេះខ្ញុំបានឃើញមុខគាត់ច្បាស់ណែគាត់ពិតជាសង្ហាខ្លាំងណាស់ម៉ែក្នុងពេលនោះអ្នកមីងក៏និយាយថាបងប្រុសរបស់ឯងគឺកាត់ទៅលោកអ៊ំចៃរបស់ឯងនឹងអ៊ំចៃរបស់ឯងការគាត់នៅក្មេងនោះក៏សង្ហាមិនធម្មតាដែរក្រោយពីនោះទៅម្ដាយនិងកូនក៏បានប្រោកប្រាជ្ញគ្នាចំណែកឯអ្នកកំឡោះបានស្រូតធ្វើដំណើរចូលទៅក្នុងព្រៃធ្វើដំណើរឆ្ងាយទៅគេក៏ជិតចូលទៅដល់ព្រៃធ្នង់ក្នុងពេលនោះគេក៏ស្រាប់តែបានឃើញសាកសពរបស់សត្វព្រៃព្រមទាំងគ្រោងចឹងរបស់មនុស្សផងដែរអ្នកកំឡោះជ្រុញចិញ្ចើមដកដង្ហើមធំរួចហើយក៏បានគិតថាតើនៅក្នុងព្រៃនេះមានសត្វសាហាវស្អីទៅបានជាធ្វើឲ្យសត្វនៅក្នុងព្រៃបាត់បង់ជីវិតច្រើនខ្លាំងម្ល៉េះឬក៏ពូយ៉នបាត់ខ្លួននៅក្នុងព្រៃដោយសារតែវាដែរស្របពេលនោះគេក៏បានធ្វើដំណើរបន្តទៅមុខទៀតគេដើររហូតដល់ថ្ងៃរសៀលអ្នកកំឡោះក៏ស្រាប់តែចូលទៅដល់ទីកន្លែងមួយហើយគេក៏បានឮសំឡេងស្រែកហៅពីលើដើមឈើនេះលោកក្មួយគឺជាអ្នកដំណើរចូលមកក្នុងព្រៃមែនឬទេលោកក្មួយណែជួយពូផងអ្នកកំឡោះសម្លឹងទៅលើនៅក្នុងពេលនោះគេមើលមិនទាន់ច្បាស់នោះទេគេព្យាយាមសម្លឹងបន្តិចក៏ស្រាប់តែបានឃើញថានោះគឺជាពូយ៉នដែលត្រូវជាលោកពូរបស់គេមេឃគេបាននិយាយថាលោកពូខ្ញុំគឺជាមេឃលោកពូចាំបានដែរឬទេខ្ញុំគឺជាក្មួយពូខ្ញុំធ្វើដំណើរចូលមកក្នុងព្រៃដើម្បីរកពូនឹងឯងពូយ៉នព្យាយាមរកនឹងដោយសារតែក្មួយនេះបានធ្វើដំណើរចាក់ចេញពីផ្ទះយូរឆ្នាំមកហើយម្យ៉ាងទៀតគាត់ក៏មិននឹកស្មានថានឹងបានជួបអ្នកកំឡោះនៅក្នុងដែនព្រៃដែរពេលនោះគាត់បាននិយាយថាគឺជាក្មួយមេឃមែនឬទេលោកក្មួយហើយក្មួយឯងមកដល់ផ្ទះតាំងពីអង្កាលណែមកជួយពូផងក្មួយឲ្យលឿនឡើងស្របពេលនោះកំឡោះមេឃក៏បានសួរថាលោកពូហេតុអ្វីក៏លោកពូមិនចុះពីលើដើមឈើមកតើមានរឿងស្អីទៅណែឮថាលោកពូបាត់ខ្លួននៅក្នុងព្រៃរយៈពេល2-3ថ្ងៃហើយពូយ៉នក៏បានតបថាណៃក្មួយពូចូលមកក្នុងព្រៃរកថ្នាំសង្កូវក៏ប៉ុន្តែស្រាប់តែមានសត្វខ្លាខ្មៅមួយក្បាលវាបានមកវាប្រហារលើពូសំណាងដែរពូចេះសិល្បៈការពារខ្លួនបន្តិចបន្តួចរួចហើយក៏ត្រូវវាខំមួយចង្កូមពេញតែពូក៏បានរលាស់រួចហើយក៏បានឡើងទៅលើដើមឈើទៅក្នុងពេលនេះជើងរបស់ពូហាមធំខ្លាំងណាស់ពូមិនហ៊ានចុះទៅនោះទេដោយសារតែខ្លាចជាមួយនឹងសត្វខ្លានោះពូបាននៅលើដើមឈើនេះអត់អាហារមានតែហាវិញមកពីផ្ទះបន្តិចបន្តួចព្រមទាំងហូបតែទឹកតែប៉ុណ្ណោះទើបនៅមានជីវិតដល់ពេលនេះមេងមានចិត្តអាណិតទៅកាន់លោកពូខ្លាំងណាស់ក្រោយមកគេក៏និយាយថាលោកពូចាំនៅលើសិនហើយខ្ញុំនឹងឡើងទៅអ្នកកំឡោះរបស់ជើងក៏បានធ្វើដំណើរឡើងទៅលើដើមឈើនោះស្របពេលនោះគេឡើងទៅដល់ស្រាប់តែបានឃើញថាជើងរបស់លោកពូគេហាមធំខ្លាំងណាស់ថែមទាំងមានខ្ទុះទៀតផងមេឃសឹងតែស្រក់ទឹកភ្នែកដោយសារតែអាណិតលោកពូក៏ព្រោះតែអ្នកភូមិគាត់សុខចិត្តលះបង់ជីវិតធ្វើដំណើរចូលមកក្នុងព្រៃ
ដែលពោពេញទៅដោយគ្រោះថ្នាក់ស្វែងរកថ្នាំសង្កូវជួយទៅកាន់អ្នកភូមិនិងជួយទៅកាន់ឪពុករបស់គេអ្នកកំឡោះជើងគេមានមន្តអាគមហើយគេក៏ចេះព្យាបាលជំងឺផងដែរស្របពេលនោះគេក៏និយាយថាមិនអីទេពូឥឡូវនេះពួកយើងចុះទៅក្រោមសិនទៅលោកពូតាមខ្ញុំមកជួបលោកពូក៏បាននិយាយថាមិនក្មួយប្រឹងអៀវពូចុះពីលើដើមឈើមែនទេណែក្មួយទៅមិនរួចទេពូធ្ងន់ណាស់តែមេឃក៏បានសោចហើយគេក៏និយាយថាមិនអីទេពូនេះសត្វដំរីក៏ខ្ញុំវាញ់ម្ដាយឲ្យស្លាប់បានដែរហើយចុះពូប៉ុណ្ណេះវាមិនជាទង្ងន់អីសម្រាប់ខ្ញុំនោះទេមកពូស្ពាយកន្ត្រកទៅហើយខ្ញុំនឹងអៀវពូចុះពីលើដើមឈើនេះអ្នកកំឡោះរបស់ជើងគេក៏បានយកកំបាត់ចេញពីចង្កេះរួចឆោយចាក់ទម្លុះចូលទៅដើមឈើចុះបន្តិចមិនជឿប៉ុន្មានពួកគេក៏បានចុះមកដល់ដីក្រោយមកកំឡោះបាននិយាយថាណែលោកប៊ូខ្ញុំទៅរកមើលស្លឹកថ្នាំយកមកបោះដើម្បីបិទទៅលើមុខរបស់ពូសិនតែពេលនោះពូយ៉នបាននិយាយថានេះកុំអីក្មួយកុំអីយើងធ្វើដំណើរចាក់ចេញពីក្នុងព្រៃនេះសិនទៅណែពូមិនមែនបានត្រឹមជួបតែសត្វខ្លាខ្មៅនោះទេពូបានជួបអ្វីផ្សេងទៀតគួរឲ្យខ្លាចខ្លាំងណាស់អ្នកកំឡោះរបស់ជើងបាននិយាយថាមិនពូមានស្អីគួរឲ្យខ្លាចជាងនេះទៀតទៅតើមានពពួកអមនុស្សមានឫទ្ធិអំណាចមែនឬទេពូចន់បាននិយាយថាមែនហើយក្មួយមានពពួកអមនុស្សច្រើនខ្លាំងណាស់ណែពួកយើងចាក់ចេញពីទីកន្លែងនេះសិនទៅចាំរកថ្នាំសង្កូវមកព្យាបាលរបស់ពូតែអ្នកកំឡោះមានការងឿងឆ្ងល់មើលទៅសត្វខ្លាខ្មៅគឺជាសត្វដែលកម្រមិនមែនជាសត្វមាននៅក្នុងតំបន់ព្រៃនេះនោះទេតើវាមកពីណាទៅហើយគេក៏បានសួរនាំទៅកាន់លោកពូថាលោកពូណែលោកពូខ្ញុំអៀវលោកពូធ្វើដំណើរចេញពីទីកន្លែងនេះក៏ប៉ុន្តែខ្ញុំសុំសួររឿងមួយតើសត្វខ្លានោះវាមានរូបរាងយ៉ាងម៉េចទៅពូនៅពេលនោះគាត់ក៏និយាយថាតោះក្មួយធ្វើដំណើរបណ្ដានិយាយគ្នាបណ្ដាទៅលោកពូគាត់ក៏បានតបថាណែតាមពិតទៅសត្វខ្លាខ្មៅនោះវាមានភ្នែកក្រហមឆេះតែម្ដងក៏ប៉ុន្តែក្មួយសាក់គិតមើលទៅនៅក្នុងតំបន់របស់ជើងនេះតើមានសត្វខ្លាខ្មៅមកពីណានេះគឺជាសត្វកម្រលោកពូគិតថាវាប្រកាសជាមនុស្សតំណែងខ្លួនពិតជាមិនខាននេះមេឃគេក៏ចាប់ដើមមានការងឿងឆ្ងល់រួចហើយគេក៏បានសួរទៅកាន់លោកពូបន្តជីលោកពូហេតុអ្វីក៏លោកពូហ៊ានសន្និដ្ឋានថាខ្លាខ្មៅនោះគឺជាមនុស្សតំណែងខ្លួនលោកពូបានតបថាណែក្មួយលោកពូដឹងច្បាស់ណាស់ដោយសារតែពូបានឃើញសត្វខ្លាមួយទៀតវានោះគឺជាខ្លាមានសម្បុរដូចជាខ្លាយើងធម្មតាតែវាកើតឡើងដោយសារតែមនុស្សតែនោះគឺជាមនុស្សប្រែក្រឡានោះទេពូបានលើគេសូត្រអាគមរួចហើយក៏បានប្រែក្រឡាខ្លាទៅជាសត្វខ្លាទៅអ្នកកំឡុងក៏ចាប់ដើមមានការងឿងឆ្ងល់កាន់តែខ្លាំងឬក៏នៅក្នុងព្រៃនេះមានអ្នកចេះអាគមចូលមករស់នៅហើយនៅក្នុងភូមិមានអ្នកឆ្លងរោគតគ្នានេះប្រហែលជាតាក់ទងជាមួយនឹងពួកគេពិតជាមិនខានស្របពីនោះផងដែរកំឡោះរបស់ជើងក៏និយាយថាមិនអីទេពូពួកយើងប្រញាប់ធ្វើដំណើរចាក់ចេញពីទីកន្លែងនេះសិនទៅដល់ផ្ទះចាំយើងពិភាក្សាគ្នាបន្តទៀតតែស្របពេលពួកគេកំពុងតែធ្វើដំណើរនោះក៏ស្រាប់តែមានបរិសម្នាក់បានឈរនិយាយពីខាងក្រៅខ្នងពួកគេថាណៃវើយពួកឯងចូលមកដល់ទីកន្លែងនេះហើយកុំសង្ឃឹមថាចាក់ចេញពីទីកន្លែងនេះបានពេលនោះនាងមេឃបានសម្លឹងទៅបានឃើញបរិសម្នាក់ពាក់ពោពេញទៅដោយខ្សែអង្កាំពេលនោះគេក៏សួរថានៅលោកបងគឺជាអ្នកណាទៅហើយខ្ញុំមិនបានធ្វើអ្វីទៅកាន់លោកបងនោះទេ
ហេតុអ្វីក៏លោកបងមិនចង់ឲ្យពួកខ្ញុំចាក់ចេញពីទីកន្លែងនេះស្របពេលនោះគេក៏បាននិយាយថាអញចង់ចាត់ការទៅកាន់អាម្នាក់នោះយូរណាស់មកហើយក៏ប៉ុន្តែដោយសារតែមានឫទ្ធិអំណាចរបស់ពពួកអរិយអ្នកតាការពារបើមិនអញ្ចឹងយើងឡើងទៅចាត់ការវានៅលើដើមឈើបាត់ទៅហើយឥឡូវនេះពួកឯងចោះមកដល់ដីគ្មានអ្នកតាណាមកតាមការពារឯងទៀតនោះទេថ្ងៃនេះពួកឯងនៅខ្លាយមកជាចំណីរបស់យើងពិតជាមិនខានស្របពេលនោះស្រាប់តែគេប្រណម្យដៃរួចឆោយសូត្រសាបនិមន្តអាគមគាថារបស់គេឡើងតែគាថានោះអ្នកកំឡោះបានដឹងច្បាស់ថាវាប្រហែលជាគាថារបស់ពពួកធ្មប់ដែលរៀនវិជ្ជាមុនខ្មៅចេញមកពីតំបន់ព្រៃមេឃក៏បានដាក់លោកពូចុះហើយគេក៏បាននិយាយប្រាប់ទៅកាន់លោកពូថានេះលោកពូកំបាត់មួយដើមនេះលោកពូកាន់ជាប់នឹងដៃទៅបើសិនជាមានអ្វីចូលមកចិនលោកពូចាក់ទៅកាន់វាទៅកំបាត់នេះគឺជាកំបាត់អាគមហើយវាក៏មានឫទ្ធិអំណាចផងដែរត្រឹមតែពពួកគ្រូអស់នេះមិនអាចទប់ទល់ជាមួយនឹងកំបាត់នេះបាននោះទេពូច័ន្ទបានទទួលកំបាត់រួចឆាយគាត់ក៏បានទៅអង្គុយក្រោមដើមឈើស្របពេលនោះអ្នកកំឡោះជើងបាននិយាយថាណែខ្ញុំមិនចង់មានចំនួនជាមួយនឹងពពួកគ្រូធ្មប់នោះទេក៏ប៉ុន្តែមនុស្សខ្ញុំមិនដូចជាគ្រូផ្សេងឡើយខ្ញុំមិនចេះបៀតបៀនគេក៏ប៉ុន្តែបើសិនជាមានអ្នកណាម្នាក់មកបៀតបៀនខ្ញុំប្រកាសជាមិនទុកឲ្យគេរស់ស្រណុកសុខស្រួលនោះឡើយបន្ទាប់ពីសូត្រគំរួចស្រាប់តែបរិះម្នាក់នោះបានប្រែក្លាយទៅជាសត្វខ្លាដ៏ធំមួយក្បាលរួចហើយបានលោតទៅកន្ទ្រប់លើខ្លួនរបស់អ្នកកំឡោះតែដូចជាយើងបានដឹងស្រាប់ហើយនាយមេឃមិនមែនជាមនុស្សធម្មតានោះទេកម្លាំងរបស់គេខ្លាំងណាស់នាយមេឃបានប្រមូលចាប់ជើងសត្វខ្លានោះរួចហើយក្រវែងវាទៅផ្ទប់ជាមួយដើមឈើឬសូផឹងសត្វខ្លាដ៏ធំធ្លាក់ចុះទៅលើដីរួចហើយហាក់ដូចជារឿងឆ្អល់សត្វខ្លាបើកភ្នែកធំបានត្រឹមតែសញ្ញជង្គមទៅកាន់អ្នកកំឡោះរួចហើយមានអារម្មណ៍ស្ទាក់ស្ទើរហាក់ដូចជាមិនចង់ហក់ចូលទៅម្ដងទៀតពេលនោះមេឃបាននិយាយថាយ៉ាងម៉េចហើយពួកអាខ្លាធ្មប់ឯងមិនក៏មិនចូលមកទៀតទៅតែពេលនោះសត្វខ្លាបានស្រែកពេញមួយទំហឹងបន្តិចក្រោយមកក៏ស្រាប់មានសត្វខ្លាខ្មៅមួយក្បាលទៀតបានរត់ចូលមកដល់ទីកន្លែងនេះពេលនោះលោកពូច័ន្ទបាននិយាយទៅកាន់ក្មួយប្រុសរបស់គាត់នេះអាក្មួយនោះហើយនោះគឺជាអាសត្វខ្លាដែលបានខំជើងពូនឹងឯងអានោះវាខ្លាំងណាស់កំឡោះឆោញញឹមហើយគេក៏និយាយថាមិនអីទេពូអាពីរក្បាលនេះប្រហែលជាមិនមែនដៃគូរបស់ខ្ញុំនោះទេខ្ញុំនឹងចាត់ការវាឲ្យលោកពូមើលតាមពិតទៅសត្វខ្លាទាំងពីរក្បាលនេះវាគឺជាកូនសិស្សរបស់លោកគ្រូម្នាក់មានឈ្មោះថាលោកគ្រូខ្មៅម្នាក់មានឈ្មោះថានិសាចំណែកឯម្នាក់ទៀតនោះមានឈ្មោះថានិលំគេទាំងពីរបានរៀនរបៀនដូចគ្នាដែលអាចប្រែរូបរាងคล้ายទៅជាសត្វខ្លាបានក៏ប៉ុន្តែខ្លាខ្មៅនោះគឺមានអានុភាពខ្លាំងជាងខ្លាដែលមានសម្បល់ធម្មតាក៏ព្រោះតែអាគមដែលលោកគ្រូរបស់គេបង្រៀននោះគឺវាខុសប្លែកគ្នាមួយកាយសាហាវមួយទៀតមិនសូវជាសាហាវស្របពេលនោះពួកគេក៏ចាប់ដើមស្រែកក្រហមរួចហើយបានស្ទុះទៅរកអ្នកកំឡោះទាំងពីរតែម្ដងអ្នកកំឡោះរបស់ជើងក៏បានថយមកក្រោយបន្តិចក៏ប៉ុន្តែមិនមែនថយរត់នោះទេគេយកចំហឲ្យពេញកម្លាំងរួចក៏ស្ទុះទៅរកសត្វខ្លាទាំងពីរក្បាលនោះអ្នកកំឡោះបានវាយសត្វខ្លាទាំងពីរក្បាលឲ្យប៉ើងស្របទៅជាមួយនឹងគ្នាសត្វខ្លាទាំងពីរក៏ចាប់ផ្ដើមឆ្អល់ដេកនៅលើដីសាជាថ្មីខណៈពេលនោះអ្នកកំឡោះបាននិយាយថាចឹងមិនហើយចូលមកទៀតមកអាណាក្បាលរឹងឯងចូលមកក៏ប៉ុន្តែក្នុងពេលនោះសត្វខ្លាខ្មៅក៏ចាប់ដើមប្រែរូបរាងមកខ្លាចជាមនុស្សរួចហើយគេបាននិយាយថាយើងសុំសួរឯងមួយសិនឯងគឺជាអ្នកណាធ្វើដំណើរមកពីណាដែរយើងដូចជាមិនធ្លាប់ជួបឯងនោះទេមេឃបានញញឹមបន្តិចហើយគេក៏បានឆ្លើយតបយើងមិនមែនមកពីណានោះទេយើងគឺជាគ្រូអាគមនៅក្នុងភូមិ
ដែលកំពុងតែមានជំងឺនោះហើយយើងក៏ដឹងច្បាស់ថាពួកឯងនេះគឺជាអ្នករាតត្បាតនៅក្នុងភូមិដែរថ្ងៃនេះគឺយើងចូលមកក្នុងព្រៃដើម្បីចាត់ការពួកឯងទាំងពីរក្បាលនឹងឯងតែខណៈពេលនោះខ្លាខ្មៅក៏បាននិយាយថាម៉េចត្រឹមសមត្ថភាពរបស់ឯងចង់ចាត់ការពួកយើងឯងគិតថាពួកយើងនេះគ្មានខ្នងបង្អែកមែនឬទេសមត្ថភាពរបស់ឯងបើសិនជាទប់ទល់ជាមួយលោកគ្រូរបស់យើងនោះមើលទៅខុសឆ្ងាយគ្នាដូចជាមេឃនឹងដីអញ្ចឹងខណៈពេលនោះនេសាបាននិយាយទៅកាន់នាយលំថាតោះអាសម្លាញ់ចូលទៅឲ្យលឿនឡើងក៏ប៉ុន្តែពេលដែលនាយលំបានស្ទុះចូលទៅដកអ្នកកំឡោះជារូបរាងសត្វខ្លានោះកំបាត់អាគមបានហោះចំមកពងករបស់វាធ្វើឲ្យសត្វខ្លានោះខ្ទាតថយក្រោយរួចឆោយក៏បានដាច់ផ្ងាដីស្ដោកស្ដឹងទៅលើដីនេសាបើកភ្នែកធំរួចឆោយក៏បាននិយាយថាម៉េចគេប្រើកំបាត់ហោះលឿនដូចផ្លេចបន្ទោផងមិនស្រួលទេបើសិនជាអញស្ទុះចូលទៅប្រកាសជាចោលឆ្អឹងនៅទីកន្លែងនេះពិតជាមិនខានណៃវើយផ្ញើទុកសិនចុះនេសាក៏បានរត់ចេញពីទីកន្លែងនេះដោយមិនខ្វាយខ្វល់ពីសម្លាញ់របស់ខ្លួនក៏ប៉ុន្តែនាយលំប្រហែលជាគ្មានជីវិតនោះទេបន្តិចក្រោយមកគេក៏បានប្រែសភាពមកខ្លាចជំនួសធម្មតាក្រោយពីគេបានបាត់បង់ជីវិតអ្នកកំឡោះមេឃបានទៅដកយកកំបាត់របស់ខ្លួនហើយគេនិយាយថាអាហៅសកម្មឲ្យយើងផងយើងក៏មិនចង់ធ្វើបាបទៅកាន់ឯងដែរតែឯងទេមករកស្លាប់ខ្លួនឯងតោះលោកពូចាក់ចេញពីទីកន្លែងនេះទៅឲ្យលឿនឡើងមើលទៅប្រហែលជានៅមានអ្នកខ្លាំងផ្សេងទៀតអ្នកកំឡោះដើរទៅអៀវលោកពូរបស់គេមិនទាន់នឹងបានចូលទៅជិតផងក៏ស្រាប់តែសម្លេងសើចខ្លាំងក៏ចាប់ដើមឮឡើងសម្លេងសើចនោះឮច្បាស់ក៏ប៉ុន្តែមិនដឹងថាឮចេញមកពីខាងណាច្បាស់នោះទេព្រោះថាវាឮខ្ទរពេញទៅព្រៃតែម្ដងផ្សែងខ្មៅអូអាំក៏ចាប់ដើមកើតឡើងកាន់តែច្រើនអ្នកកំឡោះជើងបានទៅឈរគៀកលោកពូដើម្បីចង់ការពារទៅកាន់កូនខណៈពេលនោះពូយ៉នបាននិយាយថានៅក្មួយតើមានរឿងស្អីទៅនៅសុកស្រាប់តែមានផ្សែងខ្មៅអូអាប់កើតឡើងកំឡោះបាននិយាយថាលោកពូខ្ញុំក៏មិនដឹងដែរសង្ស័យថាមានគ្រូគេប្រាអាគមចង់ប្រៃតែមិនដឹងនេះមិនអីទេលោកពូនៅក្បែរខ្លួនខ្ញុំមិនឲ្យវាមកធ្វើបាបលោកពូបាននោះទេខណៈពេលនោះស្រាប់តែមានស្រមោលខ្មៅមួយដ៏ធំក៏ចាប់ដើមមកកើតឡើងស្រមោលនោះក៏ចាប់ដើមសោចរួចឆោយក៏បានលូកដៃសំដៅទៅរកអ្នកកំឡោះរបស់ជើងជាយាមប្រាំមន្តអាគមទប់ទល់ជាមួយនឹងវាក៏ប៉ុន្តែក្នុងពេលនោះកម្លាំងរបស់គេហាក់ដូចជាមិនអាចទប់ទល់ជាមួយនឹងវាបានស្រមោលខ្មៅដែលមានរូបរាងដូចជាមនុស្សនោះចេះតែសោចហើយខ្លួនរបស់វាធំខ្លាំងណាស់ទោះបីជាអ្នកកំឡោះនេះប្រើមន្តអាគមដូចជាមន្តអាគមមហាក្រុងឆេះទប់ទល់ជាមួយនឹងវាក៏មិនអាចទប់ទល់ជាមួយនឹងវាបានដែរពេលនោះស្រាប់តែវាបានយកដៃច្របាច់ទៅលើខ្លួនអ្នកកំឡោះនៃមេធ្លាប់តែជាមនុស្សមានកម្លាំងខ្លាំងក៏ប៉ុន្តែបើជាមិនអាចរើចេញពីកណ្ដាប់ដៃរបស់ស្រមោលខ្មៅនោះបានគេបាននិយាយជាសម្លេងខ្ទោថាយ៉ាងម៉េចអាក្មេងមិនតន់ជ្រុះពន្លៃពីក្បាលអាងសមត្ថភាពមន្តអាគមកំពៃកំប៉ុកនេះចង់មកអុកឡុកនៅក្នុងដែនព្រៃនេះមែនឬទេឯងហ៊ានចាត់ការទៅកាន់កូនសិស្សរបស់ជើងផងថ្ងៃនេះជីវិតសងជីវិតយើងមិនឲ្យឯងចេញពីក្នុងព្រៃនេះបានទេពេលនោះពូយ៉នក៏និយាយថានេះអាបិសាចចង្រៃបើសិនជាឯងចង់បានជីវិតយកជីវិតរបស់ជើងទៅដោះលែងក្មួយប្រុសរបស់ជើងទៅស្របពេលនោះស្រមោលខ្មៅបាននិយាយថាជីវិតរបស់ឯងនេះវាប្រៀបដូចជាសម្រាមវាគ្មានតម្លៃសម្រាប់ជើងនោះទេយើងចាត់ការទៅកាន់ឯងប្រៀបដូចជាយកម្រាមដៃទៅញិចស្រមោចអញ្ចឹងអ្នកកំឡោះព្យាយាមប្រណម្យដៃសូដាគុំក៏ប៉ុន្តែនៅតែមិនអាចរើចេញពីកណ្ដាប់ដៃរបស់ស្រមោលខ្មៅនោះបានតែស្របពេលនោះស្រាប់តែមានពន្លឺពណ៌សចាស់ចេញមកមួយឆ្វាច់ខណៈពេលនោះស្រាប់តែបង្ហាញរូបរាង
របស់លោកគ្រូអ្នកកំឡោះចេញមកនៅទីកន្លែងនោះតែម្ដងនៅក្នុងពេលនោះអ្នកកំឡោះបាននិយាយថាលោកគ្រូហេតុអ្វីក៏លោកគ្រូចូលមកដល់ទីកន្លែងនេះសច្ចាំងធំបានសើចហើយគាត់ក៏និយាយថាកូនសិស្សឯងទៅដល់ទីកន្លែងណាលោកគ្រូទៅដល់ទីកន្លែងនោះគ្រាន់តែគ្រូមិនបានបង្ហាញខ្លួនឲ្យឯងឃើញតែប៉ុណ្ណោះណាហើយសមត្ថភាពរបស់ឯងមិនអាចទប់ទល់ជាមួយនឹងអាស្រមោលខ្មៅនេះបានទេបន្ទាប់ពីនិយាយរួចលោកគ្រូក៏ចាប់ផ្ដើមប្រណម្យដៃពន្លឺពណ៌សក៏ចាប់ផ្ដើមជះចេញពីខ្លួនរបស់គាត់ពន្លឺពណ៌សក៏បង្កើតទៅជារង្វង់មួយរួចឆយហោះទៅបំបោកស្រមោលខ្មៅមួយនោះពិតជាមានអំណាចខ្លាំងណាស់ពន្លឺពណ៌សនោះវាមិនមែនជាពន្លឺធម្មតានោះទេសូម្បីតែស្រមោលខ្មៅក៏មិនអាចទប់ទល់ជាមួយនឹងពន្លឺនោះបានស្រមោលខ្មៅក៏បានប៉ើងខ្ទាតរួចឆៃអ្នកកំឡោះក៏បានធ្លាក់ចេញមកពីក្នុងដៃរបស់វាខណៈពេលនោះអ្នកកំឡោះក៏បានដើរសម្ដៅទៅរកលោកគ្រូក៏ប៉ុន្តែខ្លួនរបស់គេសឹងតែនឹងបាក់ចឹងបាត់ទៅហើយមេឃបានសួរលោកគ្រូថាលោកគ្រូតើស្រមោលខ្មៅនេះគឺជាបិសាចស្អីទៅលោកគ្រូធំបានសើចហើយគាត់ក៏និយាយថាមិនមែនជាបិសាចស្អីនោះទេវាគឺជាឫទ្ធិអំណាចមន្តវិជ្ជាខ្មៅរបស់លោកគ្រូម្នាក់ឈ្មោះថាលោកគ្រូខ្មៅចំណែកឯខ្លាទាំងពីរដែលឯងបានជួបនោះគឺជាកូនសិស្សឆ្វេងស្ដាំរបស់គេនឹងឯងអំបញ្ញមិញឯងបានចាត់ការទៅកាន់កូនសិស្សរបស់គេម្នាក់ទើបគេចុះមកដល់ទីកន្លែងនេះចង់ចាត់ការទៅកាន់ឯងតោះឥឡូវធ្វើដំណើរចាក់ចេញពីក្នុងព្រៃនេះទៅលោកគ្រូនឹងទៅជាមួយនឹងឯងអ្នកកំឡោះសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីដឹងថាលោកគ្រូធ្វើដំណើរតាមគេរហូតអញ្ចឹងទេតាបានជាគេមានអារម្មណ៍ថាដូចជាមានអ្វីមួយចេះតែតាមគេក៏ប៉ុន្តែដោយសារតែលោកគ្រូរបស់គេនោះមានឫទ្ធិអំណាចខ្លាំងពេកធ្វើឲ្យអ្នកកំឡោះនេះមិនអាចចាប់ថ្នាក់លោកគ្រូរបស់គេបានក្រោយពីនោះទៅពួកគាត់បានធ្វើដំណើរទៅដល់ផ្ទះដោយសុវត្ថិភាពចំណែកឯលោកគ្រូខ្មៅនោះក៏ប្រហែលជាមិនលើកលែងឲ្យពួកគេត្រឹមនេះដែរលោកគ្រូខ្មៅខឹងសម្បាទៅកាន់លោកគ្រូធំខ្លាំងណាស់មើលទៅបន្តិចទៀតគេប្រកាសជាចូលទៅអុកលុកភូមិពិតជាមិនខានបន្ទាប់ពីអ្នកទាំង3នាក់បានចូលទៅដល់ស្រុកភូមិស្របពេលនោះលោកគ្រូធំក៏បាននិយាយទៅកាន់កូនសិស្សរបស់គាត់ថានេះអាកូនសិស្សឯងយកថ្នាំនេះលេបចូលទៅក្នុងខ្លួនទៅវាគឺជាឱសថទិព្វដែលធ្វើឲ្យឯងមានកម្លាំងខ្លាំងក្លាម្យ៉ាងទៀតទោះបីជាឯងមានអាយុច្រើនក៏រូបរាងរបស់ឯងនេះនៅតែចាំមិនបានចាស់ដូចជាវ័យដែរអ្នកកំឡោះរបស់ជើងក៏ជ្រួញចិញ្ចើមរួចហើយក៏និយាយថាលោកគ្រូគឺជាថ្នាំអមតៈមែនទេបានជាអាចរក្សាវ័យនិងឲ្យជើងមានអាយុវែងបានសច្ចាំងបានសោយតិចតិចហើយគាត់កំពត់ដៃដើរនិយាយទៅកាន់អ្នកកំឡោះថាណែមីងនៅលើលោកនេះគ្មានថ្នាំអមតៈនោះទេកើតចាស់ឈឺស្លាប់គឺជាច្បាប់ធម្មជាតិគ្រាន់តែយើងអាចបង្កើតថ្នាំដែលជំនួយមកកាន់ខ្លួនប្រាណឲ្យយើងមានអាយុវែងខុសប្លែកពីមនុស្សធម្មតាហើយអាហារហូបចុករបស់យើងនោះគឺពោពេញទៅដោយថាមពលជំនួយមកកាន់ខ្លួនប្រាណហើយថ្នាំនេះវានឹងធ្វើឲ្យអាហារដែលយើងហូបចុកចូលទៅក្នុងខ្លួននោះមានឥទ្ធិពលជំនួយទៅកាន់រូបរាងកាយរបស់យើងនេះបាន 100% នៅពេលនោះបើយើងធ្វើចិត្តឲ្យស្ងប់រក្សាសិលនិងឧស្សាហ៍សមាធិទៀតនោះខ្លួនប្រាណរបស់យើងប្រកាសជាកាន់តែស្រាលទៅនៅពេលណាដែលមនុស្សយើងគ្មានភាពតប់ប្រមល់ឬក៏ភាពស្មុគស្មាញនៅក្នុងចិត្តខួរក្បាលរបស់យើងក៏ស្រឡះដងហើមក៏ដកបានស្រួលរាងកាយរបស់យើងក៏អាចស្រូបយកធម្មពលមេឃដីនិងសីតុណ្ហភាពជុំវិញខ្លួនបាននៅពេលនោះមនុស្សយើងប្រកាសជាមានអាយុវែងខុសប្លែកពីមនុស្សធម្មតាពិតជាមិនខាននោះទេដូច្នេះហើយថ្នាំនេះប្រកាសជាជួយទៅកាន់ខ្លួនប្រាណឯងបានច្រើនឯងលេបវាចូលទៅក្នុងខ្លួនទៅកូនសិស្សមេឃក៏បានយកថ្នាំនោះលេបចូលទៅក្នុងខ្លួន
ពេលនោះស្រាប់តែពន្លឺពណ៌សក៏បានជះចេញពីខ្លួនរបស់គេហាក់ដូចជាស្រាលគេមានអារម្មណ៍ថាដូចជាកំពុងតែរសាត់នៅលើវេហាអញ្ចឹងអ្នកគ្រប់គ្នាបើកភ្នែកធំសម្លឹងទៅកាន់ទស្សនភាពនោះទាំងមានការភ្ញាក់ផ្អើលបន្ទាប់ពីនោះទៅលោកគ្រូធំក៏បានជួយព្យាបាលទៅកាន់ជើងរបស់លោកពូចន់មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានរៀបចំមុខថ្នាំសង្កូវជាច្រើនឲ្យកូនសិស្សរបស់គាត់ផ្សាយផ្សំដើម្បីមកជួយដល់អ្នកភូមិនេះផងដែរអមចៃសមាជិកខ្លាំងណាស់បន្ទាប់ពីបានឃើញសច្ចាងនេះក៏ប៉ុន្តែអមចៃគាត់នៅតែមានការងឿងឆ្ងល់កាលពីមុនគាត់បានជួបសច្ចាងនេះគឺមានវ័យប៉ុណ្ណេះឥឡូវនេះគាត់បានជួបទៀតសច្ចាងនៅតែមានសភាពដដែលមិនបានផ្លាស់ប្ដូរមិនបានប្រែប្រួលសូម្បីតែសក់មួយសរសៃស្របពេលនោះអមចៃគាត់បានសម្លឹងមកកាន់ខ្លួនគាត់បានឃើញថាកាលពីមុននោះគាត់មានរាងកាយមាំទាំក៏ប៉ុន្តែពេលនេះមានសភាពទ្រុឌទ្រោមប្រៀបដូចជាមនុស្សដែលមានអាយុ100ឆ្នាំអញ្ចឹងពេលនោះអមចៃបានលើកដៃសំពះហើយគាត់និយាយថាលោកគ្រូហេតុអ្វីក៏លោកគ្រូដូចជាមិនចាស់អញ្ចឹងកាលពីប្រហែលឆ្នាំដែលខ្ញុំបានជួបលោកគ្រូនោះខ្ញុំបានឃើញថាលោកគ្រូមានវ័យប៉ុណ្ណេះឥឡូវនេះខ្ញុំចាស់ឡើងទ្រុឌទ្រោមទៅហើយលោកគ្រូនៅតែដដែលសច្ចាងបានតបថាតាមពិតទៅគឺដោយសារតែអានុភាពនៃការរក្សាសិលនិងថ្នាំសង្កូវដែលខ្ញុំបានផ្សាយផ្សំតែប៉ុណ្ណោះណែឥឡូវនេះខ្ញុំក៏ឲ្យមេឃគេផឹកថ្នាំនេះដែរមើលទៅគេប្រហែលជាមានរូបរាងមិនសូវជាប្រែប្រួលដូចជាខ្ញុំអញ្ចឹងកាលនោះខ្ញុំរកឃើញថ្នាំនេះនៅពេលដែលខ្ញុំមានវ័យប៉ុណ្ណេះហើយរយៈពេលច្រើនឆ្នាំមកហើយគឺខ្ញុំនៅតែរក្សាវ័យនៅប៉ុណ្ណេះដដែលចាំមើលនៅពេលដែលមេឃគេហូបថ្នាំនៅអាយុប៉ុណ្ណេះមើលទៅគេប្រហែលជានៅតែមានវ័យប៉ុណ្ណេះរហូតរយៈពេលជាច្រើនឆ្នាំមេឃបន្ទាប់ពីទទួលឱសថទិព្វនោះហើយកម្លាំងរបស់គេកាន់តែខ្លាំងជាងមុនបាននិយាយទៅទ្វេពី1ទៅជា5ឯណោះក្រោយមកគេក៏បានចូលព្រៃក្បែរនេះទៅរកថ្នាំសង្កូវដែលលោកគ្រូគេបានប្រាប់រួចហើយចុកមករំងាស់ផ្សាយផ្សំដើម្បីព្យាបាលទៅកាន់អ្នកស្រុកអ្នកភូមិឱសថលោកសច្ចាំងភ្នំបានផ្សាយផ្សំឡើងនេះគឺពិតជាពូកែស័ក្តិសិទ្ធិខ្លាំងណាស់អ្នកភូមិហូបមិនដល់កន្លះត្រឡោកផងពួកគេស្រាប់តែជាអាការៈដែលកំពុងតែឈឺធ្ងន់ធ្ងរសូម្បីតែអំចៃនោះក៏គាត់បានជាពីជំងឺដែរក៏ប៉ុន្តែលោកសច្ចាំងភ្នំបាននិយាយថានេះអ្នកទាំងអស់គ្នាអ្នកមិនឈឺក៏ដោយត្រូវតែមកផឹកទឹកថ្នាំនេះព្រោះថាយើងមិនដឹងថាក្នុងខ្លួនយើងវាមានជំងឺចូលទៅក្នុងខ្លួនហើយឬនៅនោះទេម្យ៉ាងទៀតខ្ញុំបានដឹងថាជំងឺនេះចេញមកពីណាតាមពិតទៅនៅក្នុងតំបន់ព្រៃធ្នង់នោះគឺមានលោកគ្រូមន្តអាគមខ្លាំងក្លាម្នាក់ឈ្មោះថាលោកគ្រូខ្មៅហើយគេមានកូនសិស្ស2នាក់ក្រោយមកគេមានគម្រោងចង់គ្រប់គ្រងមកកាន់ភូមិនេះហើយធ្វើបាបទៅកាន់អ្នកភូមិឲ្យបាត់បង់ជីវិតខ្លាចទៅជាវិញ្ញាណដើម្បីយកទៅធ្វើជាបរិវាររបស់គេនឹងឯងមិនដឹងថាពួកគេបានចាត់ការទៅកាន់អ្នកភូមិនៅទីកន្លែងណាខ្លះនោះទេពិតជាគួរឲ្យសង្វេគខ្លាំងណាស់អ្នកភូមិដែលគ្នាមិនដឹងអីមិនបានចេះមន្តអាគមគេថាស្អីនោះបើជាមិនត្រូវរងគ្រោះក៏ព្រោះតែអ្នករៀនវិជ្ជាខ្មៅដល់កាយសាហាវលោកគ្រូធំបានសម្រាប់នៅទីកន្លែងនោះអស់រយៈពេលប្រហែលជាមួយសប្តាហ៍គាត់នៅរងចាំលោកគ្រូខ្មៅធ្វើដំណើរចូលទៅក្នុងភូមិមិនជួបប៉ុន្មាននៅក្នុងជប់មួយសំឡេងសើចខ្លាំងៗក៏ចាប់ផ្ដើមកើតឡើងអាកាសធាតុនៅក្នុងភូមិចាប់ផ្ដើមប្រែប្រួលសំឡេងពពួកអមនុស្សស្រែកឲ្យត្រហឹងបន្តិចក្រោយមកលោកសច្ចាំងរបស់យើងក៏បានបង្ហាញខ្លួនរួចហើយក៏បាននិយាយទៅកាន់អ្នកកំឡោះថាណែកូនសិស្សត្រៀមខ្លួនទៅពេលដែលចាត់ការទៅកាន់មនុស្សអាក្រក់បានចូលមកដល់ហើយអ្នកកំឡោះរបស់យើងក៏ចាប់ផ្ដើមត្រៀមខ្លួនដោយគេបានយកកំបិតរបស់គេដែលសត្វជាកំបិតបញ្ចុះទៅដោយមន្តអាគមនោះ
ដាក់នៅខ្លួនរួចជាស្រេចព្រោះថាចំណេញរបស់គេនេះខាងប្រាកំបាត់ហោះមុនអាគមនឹងឯងមិនជួបប៉ុន្មាននោះទេស្រាប់តែស្រមោលខ្មៅក៏បាននាំកូនចៅរបស់គេចូលមកដល់ភូមិពេលនោះគេក៏បានប្រែរូបរាងคล้ายទៅជាសត្វស្វាខ្មៅដុតធំរួចហើយស្រែកបន្លឺសំឡេងខ្លាំងៗតែក្នុងពេលនោះលោកគ្រូសច្ចាំងរបស់ជើងក៏បានប្រែរូបរាងคล้ายទៅជាសត្វខ្លាសដែលមានមាឌធំសម្បើមសត្វខ្លានោះមិនធម្មតាទេមានពន្លឺភ្នែកពណ៌ខៀវចំណែកឯខ្លួនមានសម្បុរសប្រៀបដូចជាប្រាក់អ្នកគ្រប់គ្នាពួកគេនោះក៏មានការភ្ញាក់ផ្អើលហើយក៏នាំគ្នាសម្លឹងទៅកាន់សត្វខ្លាសនោះលោកអមម្នាក់បាននិយាយថាព្រះអើយហេតុអ្វីក៏មនុស្សអាចប្រែរូបរាងคล้ายទៅជាសត្វខ្លាដ៏ធំបានមើលណោះយើងឆោមិនបានត្រឹមពោះរបស់សត្វខ្លាផងមើលទៅសត្វខ្លានេះប្រកាសជាអាចចាត់ការទៅកាន់សត្វស្វាខ្មៅដ៏ធំនោះបានពិតជាមិនខានស្វាខ្មៅភ្នែកក្រហមដែលបានកាត់ឡើងចេញពីរូបរាងរបស់លោកគ្រូខ្មៅក៏បានស្ទុះចូលទៅប្រយុទ្ធជាមួយនឹងសត្វខ្លាដែលបានកើតចេញពីរូបរាងរបស់សច្ចាំងធំចំណែកឯអ្នកកំឡោះរបស់ជើងនោះគេក៏ចាប់ដើមស្ទុះចូលទៅប្រយុទ្ធជាមួយនឹងពពួកខ្មោចព្រាយសោតបាលីផងគេប្រើទៅកាន់មនុស្សអាគមផងប្រើទៅកាន់សត្វអាគមរបស់គេផងទីបំផុតអ្នកកំឡោះក៏អាចចាត់ការទៅកាន់ពពួកខ្មោចព្រាយអស់ចំណែកឯនិស្ស័កក៏ចាប់ដើមសោតអាគមរបស់គេប្រែរូបរាងខ្លាចទៅជាខ្លាខ្មៅស្ទុះចូលទៅប្រយុទ្ធជាមួយនឹងអ្នកកំឡោះម្ដងទៀតតែមើលទៅនេះប្រហែលជាយប់ចុងក្រោយរបស់និស្ស័កហើយនិស្ស័កស្ទុះចូលទៅស្របពេលនោះស្រាប់តែអ្នកកំឡោះមេឃបានប្រើល្បឿនរបស់គេត្រឹមតែមួយផ្លែនកំបាត់ចំនួន10ដើមបានទម្លុះចូលទៅក្នុងខ្លួនសត្វខ្លាទាំងសត្វខ្លាមិនបានដឹងខ្លួនសោះបីតែបន្តិចក្រោយពីកំបាត់ទម្លុះចូលទៅខ្លួនរបស់គេនាយមេឃបានសូត្រអាគមរហូតធ្វើឲ្យកំបាត់នោះក្តៅឡើងទីបំផុតទៅកំបាត់ដ៏មានអានុភាពក៏បានរុកទម្លុះចូលទៅក្នុងខ្លួនសត្វខ្លាខ្មៅទ្រាំមិនបានក៏បានដេកដួលទៅលើដីបាត់បង់ជីវិតនៅក្នុងពេលនោះចំណែកឯសត្វស្វាយៈដ៏ធំបានប្រយុទ្ធជាមួយនឹងសត្វខ្លានោះអស់មួយសន្ទុះធំក៏ប៉ុន្តែអំណាចលោកគ្រូធំមិនធម្មតានោះទេមួយចង្កូមរបស់គាត់ខំទៅលើសត្វស្វាយៈនោះធ្វើឲ្យវាមានរបួសធ្ងន់ធ្ងរបន្តិចក្រោយមកសត្វស្វាដ៏ធំក៏បានចាញ់ដៃសត្វស្វាក៏បានចាញ់ក្រោមដៃសត្វខ្លារួចហើយក៏បានប្រែរូបរាងខ្លាចជាមនុស្សធម្មតាក៏ប៉ុន្តែសច្ចាំងមិនអាចចាត់ការទៅកាន់លោកគ្រូខ្មៅបាននោះទេដោយសារតែគាត់គឺជាអ្នករក្សាសិលគាត់មិនសម្លាប់ទៅកាន់ជីវិតមនុស្សនោះឡើយតែក្នុងពេលនោះអ្នកភូមិខឹងសុបានណាស់ដោយសារតែពួកគេរងទុក្ខជាច្រើនឆ្នាំក៏ព្រោះតែគ្រូចង្រៃនេះអ្នកភូមិបានស្រែកប្រាប់ទៅកាន់អ្នកកំឡោះឲ្យគេទៅចាត់ការអាគ្រូនោះចោលទៅគ្រូខ្មៅក៏ចាប់ផ្ដើមភ័យសោកភ្នែកស្របពេលនោះស្រមោលយ៉ាងលឿនក៏បានហោះទៅព័ទ្ធជុំវិញខ្លួនរបស់គេក៏ប៉ុន្តែតាមពិតទៅស្រមោលនោះគឺជាអ្នកកំឡោះរបស់ជើងនឹងឯងដោយសារតែគេប្រើល្បឿនដ៏លឿនរបស់គេយើងមើលទៅប្រៀបដូចជាស្រមោលអ្វីកំពុងតែហោះអញ្ចឹងកំបាត់ដ៏មានអានុភាពចំនួន5ផ្លែបានទម្លុះទៅក្នុងខ្លួនរបស់លោកគ្រូខ្មៅនោះគ្រូខ្មៅក្អួតឈាមចេញតាមមាត់រកនិយាយតែមួយម៉ាត់ក៏និយាយមិនបានក៏បានដាច់ខ្យល់ដេកដួលនៅលើដីនៅក្នុងពេលនោះទៅអ្នកភូមិក៏បាននាំគ្នាដើរសម្ដៅទៅរកលោកគ្រូខ្មៅរួចឆោយទីដំបងវាយសំពងទៅលើខ្លួនរបស់គេទាំងលោកគ្រូខ្មៅនោះបានបាត់បង់ជីវិតបាត់ទៅហើយសច្ចាំងធំបាននិយាយថាណែពួកញោមទាំងអស់គ្នាបានហើយគេបាត់បង់ជីវិតទៅហើយទោះបីជាអ្នកទាំងអស់គ្នាវាយខ្លួនប្រាណរបស់គេក្ទិញក៏គេមិននឹងការឈឺចាប់ដែរបន្តពីចាត់ការទៅកាន់ពពួកគ្រូចង្រៃនេះអស់សច្ចាំងធំបាននិយាយថាណែកូនសិស្សរយៈពេលប៉ុន្មានឆ្នាំក្រោយទៀតឯងប្រកាសជាបានជួបជាមួយនឹងគូព្រេងរបស់ឯងពិតជាមិនខាននាងគឺជាវិញ្ញាណខ្មោចរបស់ស្រីផាបានចាប់ជាតិនឹងឯងអ្នកកំឡោះបើកភ្នែកសធំហើយនិយាយថា
ថាម៉េចលោកគ្រូខ្ញុំមានអាយុ17-18ឆ្នាំខ្ញុំដើរប្រឡូកនៅក្នុងភូមិហើយនាងបានបាត់បង់ជីវិតណែតើធ្វើម៉េចនឹងឯងរៀបការជាមួយនឹងគ្នាបានទៅបើសិនខ្ញុំពេញកំឡោះហើយនាងទៅតែចូលទៅចាប់បដិសន្ធិនឹងសច្ចាំងធំបាននិយាយថាណែកូនសិស្សនៅក្នុងโลกនេះអ្វីៗក៏អាចកើតឡើងបានដែរពាក្យចាស់បាននិយាយថាគូព្រេងមិនប្រត់នោះទេមកយ៉ាងទៀតឯងនេះក៏ទទួលបានថ្នាំស័ក្តិសិទ្ធិមើលទៅរូបរាងកាយរបស់ឯងគឺនៅតែប៉ុណ្ណឹងណាស់ហើយទ្រាំតាមព្រេងវាសនាទៅនៅទីកន្លែងនេះជួយមើលថែទៅកាន់ពុកម្ដាយការពារទៅកាន់អ្នកភូមិពេលវេលាបានចូលមកដល់ទោះបីជាឯងចង់កិច្ចក៏កិច្ចមិនផុតដែរក្រោយពីនោះទៅស្រាប់តែបានស្រមោលលោកសច្ចាំងធំចេញពីទីកន្លែងនេះសូនឈឹងអ្នកកំឡោះរបស់ជើងគេក៏បានរៀបចំទៅកាន់សាកសពរបស់ពពួកគ្រូចង្រៃនេះផងដែរក្រោយពីនោះទៅអ្នកកំឡោះបានរស់នៅក្នុងភូមិនោះមិនបានធ្វើដំណើរចាក់ចោលពុំដែរទៀតនោះទេដោយសារតែផ្ទះសម័យរបស់គេគឺជាផ្ទះអ្នកមានបាននិយាយទៅថ្មីត្បិតតែមានទ្រព្យមិនដល់សទ្ធិក៏ប៉ុន្តែប្រហែលសទ្ធិដែរពេលវេលាជាច្រើនឆ្នាំចេះតែកន្លងផុតទៅមួយឆ្នាំហើយមួយឆ្នាំទៀតអ្នកកំឡោះគេរងចាំស្រីក្រមុំដែលជាគូព្រេងចូលមកដល់ដោយគេមិនបានទៅចូលស្ដីដណ្ដឹងនារីណាធ្វើជាប្រពន្ធនោះទេចំណែកឪពុកម្ដាយរបស់គេក៏ជឿជាក់ទៅកាន់សច្ចាំងធំដែរព្រោះពួកគាត់បានដឹងថាសច្ចាំងធំមិនមែនជាមនុស្សធម្មតានោះឡើយអ្វីដែលគាត់ថាប្រកាសជាការពិតមិនយូរប៉ុន្មានក៏ស្រាប់តែមានជនភៀសខ្លួនជាច្រើននាំគ្នាបរទេះការតាមនេះពួកគេនោះសុទ្ធតែនាំគ្នាភៀសខ្លួនចេញពីតំបន់ដែលកំពុងតែមានគ្រោះរាំងស្ងួនបន្តិចក្រោយមកអ្នកកំឡោះគេក៏មានការងឿងឆ្ងល់រួចហើយគេក៏បានទៅមើលមនុស្សដែលកំពុងតែភៀសខ្លួននោះនៅពេលគេចូលទៅដល់ក៏បានឃើញមនុស្សជាច្រើននាក់កំពុងតែហូបបាយជុំគ្នាក៏ប៉ុន្តែអាហាររបស់ពួកគាត់នោះដូចជាតិចខ្លាំងណាស់អ្នកកំឡោះបានមើលទៅកាន់ពួកគាត់មានសភាពដូចជាស្គមដោយសារតែកង្វះអាហារហូបចុងតែស្របពេលនោះលោកពូម្នាក់បាននិយាយថាជីលោកគ្រូមេងលោកគ្រូកំឡោះណែគឺជាលោកគ្រូមែនទេឬក៏ជាកូនរបស់លោកគ្រូនៃមេឃសម្លឹងទៅស្រាប់តែបានឃើញពូលុយពេលនោះគេក៏បាននិយាយថាពូលុយមែនទេខ្ញុំគឺជាលោកគ្រូមេងអ្នកគ្រប់គ្នាបើកភ្នែកសធំអ្នកទាំងអស់គ្នានោះសិតតែអ្នកចាក់ចែងពីក្នុងស្រុកភូមិរបស់ពូលុយកាលពីមុននឹងឯងបន្ទាប់ពីលើកថានោះគឺជាអ្នកកំឡោះមេងស្រីក្រមុំម្នាក់មានឈ្មោះថាស្រីផាក៏ចាប់ដើមសម្រក់ទឹកភ្នែករួចហើយគេបានញញឹមសម្លឹងទៅកាន់អ្នកកំឡោះនោះពេលនោះពូលុយបាននិយាយថាលោកគ្រូពួកខ្ញុំបានភៀសខ្លួនចេញពីក្នុងភូមិនៅក្នុងភូមិស្រាប់តែកើតគ្រោះរាំងស្ងួនមកយ៉ាងទៀតនៅពេលដែរគ្រោះរាំងស្ងួន2-3ឆ្នាំកន្លងផុតទៅស្រាប់តែមានទឹកចំនួនឡើងមកឥឡូវពួកយើងខ្វះខាតមិនអាចរស់នៅទីកន្លែងនោះបានទេត្រូវតែចាក់ចេញពីស្រុកភូមិទៅរកទីទួលសុវត្ថិភាពដើម្បីរកទីកន្លែងរស់នៅឲ្យបានសុខពេលនេះពួកយើងកំពុងតែខ្វះខាតអាហារដោយសារតែគ្រោះទឹកចំនួនឡើងមករហ័សរហួនខ្លាំងពេកមនុស្សម្នាក់សំបីតែសត្វគោក្របីក៏មិនបានលក់ដូរអ្នកខ្លះសំបីតែលុយកាក់បន្តិចបន្តួចជាប់ខ្លួនក៏មិនអាចយកមកបានដែរពេលនោះអ្នកកំឡោះដកដង្ហើមធំហើយគេបាននិយាយថាលោកពូគ្រោះធម្មជាតិយើងមិនអាចទៅហាមឃាត់បាននោះទេតែរឿងមួយចំនួននោះក៏កើតឡើងដោយសារតែមនុស្សយើងកាប់បំផ្លាញព្រៃឈើធំទៅធ្វើឲ្យអាកាសធាតុប្រែប្រួលភ្លៀងធ្លាក់វាមិនស្របចំពេលរដូវដែលបានកំណត់ទុំពេលខ្លះរដូវវស្សាប្រែជារាំងក៏ប៉ុន្តែពេលខ្លះរដូវប្រាំងប្រែជាមានភ្លៀងធ្លាក់ខ្លាំងទៅវិញនេះហើយព្រោះតែអាកាសធាតុប្រែប្រួលណែហើយចុះអ្នកនាងខាងនោះតើជាអ្នកណាទៅ
ចេះតែសម្លឹងមកកាន់ខ្ញុំស្រីផាបាននិយាយថាបងមេឃបងចាំខ្ញុំមិនបានទេអីខ្ញុំគឺជាស្រីផាខ្ញុំនៅចាំជាតិខ្ញុំចាំរឿងគ្រប់យ៉ាងខ្ញុំធ្លាប់បាននិយាយជាមួយនឹងបងហើយថាខ្ញុំនឹងត្រឡប់មកជួបបងបាននិយាយទៅ18ឆ្នាំហើយដែលយើងបែកគ្នានៅក្នុងពេលនេះខ្ញុំបានជួបជាមួយនឹងលោកគ្រូហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលនោះឪពុកម្ដាយរបស់ស្រីក្រមុំបាននិយាយថាណែលោកគ្រូហេតុអ្វីក៏លោកគ្រូដូចជាមិនចាស់អញ្ចឹងកាលពីមុនឃើញប៉ុណ្ណឹងឥឡូវនៅតែប៉ុណ្ណឹងដដែលមេក៏បាននិយាយថាអូរឿងនេះខ្ញុំមិនអាចបញ្ជាក់នឹងរាយរាប់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាបាននោះទេព្រោះថាមានអានកំបាំងមួយយ៉ាងណែអ្នកទាំងអស់គ្នារស់នៅក្នុងស្រុកភូមិនេះទៅចាប់ពីថ្ងៃនេះទៅអ្នកទាំងអស់គ្នាគឺជាអ្នកភូមិរបស់ខ្ញុំនៅទីកន្លែងនេះមានភាពសុខសាន្តខ្លាំងណាស់ក្រោយមកអមចៃគាត់ក៏បានចូលទៅដល់ទីកន្លែងនោះរួចហើយក៏បានហៅលោកមេភូមិឲ្យទៅទទួលពួកគេរស់នៅក្នុងស្រុកភូមិនេះព្រោះថាពួកគេភៀសខ្លួនមកពីឆ្ងាយនឹងឯងមិនជួបប៉ុន្មានអមចៃក៏ចាំសម្ដីរបស់សច្ចាំងធំគាត់ក៏ចាប់ដើមរៀបចំស្រីក្រមុំដែលមានឈ្មោះថាស្រីផានេះឲ្យរៀបការជាមួយនឹងកូនប្រុសរបស់គាត់អ្នកគ្រប់គ្នាមិននឹកស្មាននោះទេនៅពេលដែលស្រីផាបាត់បង់ជីវិតអ្នកកំឡោះនៅតែមានរូបរាងប៉ុណ្ណឹងឥឡូវនេះស្រីផាមានអាយុ18ឆ្នាំទៅហើយកំឡោះរបស់ជើងហាក់ដូចជាមិនចេះចាស់ពេលនោះពលុយក៏និយាយថាលោកគ្រូខ្ញុំដឹងថាលោកគ្រូប្រហែលជាមិនងាយចាស់នោះទេដោយសារតែអនុភាពមន្តអាគមនិងថ្នាំសង្កូវពិតជាមិនខានណែខ្ញុំអរគុណណាស់ចំពោះរឿងដែលបានផ្ដល់ចម្រោកឲ្យពួកខ្ញុំបានច្រកកោនកាលពីមុនលោកគ្រូក៏មានគុណជួយទៅកាន់អ្នកស្រុកអ្នកភូមិរបស់ខ្ញុំខ្លាំងណាស់ដែរពួកខ្ញុំចាំទៅកាន់គុណលោកគ្រូមិនភ្លេចនោះទេតែពួកខ្ញុំមិននឹកស្មានថាផែនដីតូចចង្អៀនធ្វើឲ្យពួកយើងវិលមកជួបគ្នាវិញនៅពេលនេះខ្ញុំរំភើបរកនិយាយអ្វីក៏មិនចេញដែរឥឡូវនេះលោកគ្រូមកធ្វើជាប្តីរបស់ស្រីក្រមុំដែលត្រូវជាកូនរបស់ខ្ញុំកាលពីអតីតជាតិក៏ប៉ុន្តែទោះបីជានាងកែភពថ្មីក៏ដោយក៏ខ្ញុំនៅតែចាត់ទុកនាងគឺជាស្រីផាដែលជាកូនរបស់ខ្ញុំកាលពីមុនដែរខ្ញុំស្រឡាញ់ទៅកាន់នាងថ្មីត្បិតតែជាតិនេះនាងមានរូបរាងស្អាតជាងស្រីផាកាលពីមុនក៏ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំនេះនៅតែចាត់ទុកនាងគឺជាស្រីផាដ៏កំសត់របស់ខ្ញុំតែគ្រប់យ៉ាងស្រីផានៅក្នុងជាតិនេះកាលពីជាតិមុននាងនៅចាំទាំងអស់ក្រោយពីនោះទៅពួកគាត់បានសម្រេចរស់នៅទីកន្លែងនោះអស់រយៈពេលជិត1ឆ្នាំទម្រាំតែនាយមេឃបានផ្សំគុំជាមួយនឹងស្រីផាគឺមានអាយុ19ឆ្នាំហើយស្រីផាបន្តពីរៀបការជាមួយនឹងអ្នកកំឡោះរួចនាងបាននិយាយថាបងមេឃកាលពីមុនខ្ញុំនៅជាវិញ្ញាណខ្មោចខ្ញុំគិតក្នុងចិត្តថាក្តីសង្ឃឹមថានឹងអាចរៀបការជាមួយនឹងបងនោះគឺគ្មានសូម្បីតែ 1% ដោយសារតែបងគឺជាកំឡោះមានសមត្ថភាពរូបរាងក៏សង្ហាម្យ៉ាងទៀតខ្ញុំមិនតនឹងចាប់ជាតិផងតែពេលនេះខ្ញុំសប្បាយចិត្តរកអ្វីនិយាយមិនបាននោះទេទីបំផុតក្តីស្រមៃរបស់ខ្ញុំដែលធ្លាប់គិតនោះឥឡូវប្រែក្លាយមកជាការពិតខ្ញុំបានរៀបការជាមួយនឹងបងក៏ប៉ុន្តែណែខ្ញុំគិតថាបងមិនចេះចាស់ដល់យូរទៅពេលដែលខ្ញុំចាស់ខ្ញុំខ្លាចតែបងបោះបង់ខ្ញុំចោលនោះទេហើយរូបរាងបងនៅតែសង្ហាខ្ញុំប្រែក្លាយទៅជាមនុស្សស្រីចាស់ចរិយាដល់កោងតើគិតយ៉ាងម៉េចទៅកំឡោះមេឃបាននិយាយថាផាអូននៅរងចាំបងបានរហូតដល់2ជាតិតែបងបើជាមិនអាចចាស់ចរិយាជាមួយនឹងអូនបានណែបងគិតថាបងនឹងសុំលោកគ្រូឲ្យធ្វើឲ្យបងនេះមានសភាពប្រែក្លាយដូចជាមនុស្សធម្មតាណែមិនឲ្យបងនៅក្មេងបន្តទៀតនោះទេស្រីផានាងញញឹមហើយនាងបាននិយាយថាបងសម្លាញ់ណែបើសិនជាគ្រប់យ៉ាងគេផ្ដល់មកឲ្យបង
ប៉ុណ្ណឹងទៅហើយបងមិនចាំបាច់ប្រឆាំងជាមួយនឹងព្រំលិខិតនោះទេណែគ្រាន់តែខ្លាចពេលដែលអូនចាស់ទៅមុខរបស់អូននេះអាក្រក់បងលែងនៅក្បែរអូនឬក៏ខ្លាចអូនអ្នកកំឡោះបាននិយាយថាផាទោះបីជាអូនខ្លាចតែជាមនុស្សចាស់ទ្រុឌទ្រោមប៉ុណ្ណាក៏ដោយក៏បងនៅតែស្រឡាញ់ទៅកាន់អូនដែរក្រោយមកពួកគេក៏បានរស់នៅជាមួយនឹងគ្នាមានកូនមានចៅតរហូតទៅបន្តពូជពងវងត្រកូលរបស់នាមេឃនេះក៏ប៉ុន្តែនាមេឃក៏ចាស់ចរិយាដូចជំនួសធម្មតាដែរមើលទៅថ្នាំទឹកដែលលោកគ្រូរបស់គេបានឲ្យគេលេបនោះគ្រាន់តែបញ្ជាពេលអាយុកាលរបស់គេដើម្បីរងចាំទៅកាន់ស្រីក្រមុំតែប៉ុណ្ណោះបន្ទាប់ពីគេរៀបការជាមួយនឹងស្រីក្រមុំហើយរូបកាយរបស់គេក៏បានវិវត្តដោយជំនួសធម្មតាម្យ៉ាងដោយសារតែកំឡោះមិនបានទៅរក្សាសិលធ្វើចិត្តឲ្យស្ងប់ដោយជាលោកគ្រូរបស់គេនោះទេព្រោះថាគេនៅមានភារកិច្ចនៅក្នុងភូមិជួយការពារអ្នកភូមិម្យ៉ាងទៀតមានភារៈចិញ្ចឹមកូនប្រពន្ធនឹងឯងចំណែកសាច់រឿងដែលមានអត្ថន័យអប់រំមួយនេះខ្ញុំបាទក៏សូមបញ្ចប់ដល់ត្រឹមនេះផងដែរខ្ញុំបាទសូមថ្លែងអំណរគុណចំពោះប្រិយមិត្តដែលតែងតែគាំទ្រវីដេអូរបស់ខ្ញុំបាទគ្រប់សាច់រឿងម្យ៉ាងទៀតនោះខ្ញុំបាទសូមបញ្ជាក់ថាវីដេអូព្រមទាំងសាច់រឿងនេះបង្កើតឡើងសម្រាប់ចែកចាយការកំសាន្តអារម្មណ៍ព្រមទាំងចំណេះដឹងនិងការអប់រំមួយចំនួនទៅកាន់ប្រិយមិត្តអ្នកស្ដាប់សង្ឃឹមថាបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងនៅតែគាំទ្រទៅកាន់សាច់រឿងរបស់ខ្ញុំបន្តទៀតសាច់រឿងមួយនេះសូមបញ្ចប់បរិបទត្រឹមនេះសូមអរគុណសូមជម្រាបលា